ថ្ងៃនេះនាងខ្ញុំដុកទ័ររចនានឹងលើកយកប្រធានបទមកជជែកជុំវិញការដែលមករដូវមិនទៀងហើយធ្វើបែបណាទើបសុខភាពរបស់យើងល្អជុំវិញការមករដូវចា៎ជាទូទៅនាងខ្ញុំចង់ឲ្យបងនារីគ្រប់គ្នាកុំផ្ដោតសំខាន់ទៅលើរដូវកុំយករដូវជាសញ្ញាបង្ហាញថាសុខភាពល្អឬក៏មិនល្អការដែលមករដូវទៀងឬមិនទៀងវាអាស្រ័យទៅលើនឹងគោលដៅរបស់គាត់តើគាត់ជាស្ត្រីដែលកំពុងចង់បានគោលដៅឬទេបើសិនជាគាត់បាត់រដូវតែគាត់រដូវមិនទៀងទាត់តែគាត់ជាស្ត្រីដែលមិនទាន់មានដៃគូហើយក៏មិនទាន់ត្រូវការកូនត្រូវការអីគឺវាមិនជាអីដែលគាត់ត្រូវបារម្ភទេពីព្រោះបើសិនជាយើងចង់កែបានប៉ុន្តែយើងត្រូវប្រើថ្នាំអរម៉ូនរយៈពេលយូរប៉ុន្តែហេតុផលរបស់វានោះគឺមិនមែនទេគឺហេតុផលរបស់វាគឺដោយសារតែបរិយាកាសជុំវិញដោយសារតែភាព stress ដោយសារតែអីដែលយើងត្រូវដោះស្រាយអញ្ចឹងការដែលមករដូវដែលគេបារម្ភខ្លាំងនោះគឺការមករដូវច្រើនមានន័យថាពីអាទិត្យគាត់មកម្ដងហើយមកម្ដងមួយអាទិត្យអីអញ្ចឹងទៅ2ម៉ោងជួបមួយសាលីអនាម័យវាជាសញ្ញាថាគាត់មានការមករដូវច្រើនវាបង្កឲ្យគាត់ស្លេកស្លាំងដែលទាមទារឲ្យមានការព្យាបាលតែផ្ទុយទៅវិញបើសិនជាគាត់គ្រាន់តែរដូវមិនទៀងទាត់ខុស2ទៅ3អាទិត្យ2ខែបានមកម្ដងហើយគាត់មិនទាន់មានតម្រូវការមានកូនអីខ្ញុំអត់ចង់ឲ្យគាត់បារម្ភខ្លាំងរហូតទៅដល់រត់ទៅរកការព្យាបាលបន្ទាន់ទេពីព្រោះគាត់ចង់ឲ្យគាត់គិតថារដូវមិនទៀងនេះជាសញ្ញានៃអ្វីដែលខ្លួនគាត់មានការប្រែប្រួលហើយគាត់ត្រូវបកទៅមើលរបៀបនៃការរស់នៅប្រចាំថ្ងៃគាត់វិញគាត់ហូបចុកបានត្រឹមត្រូវដែរឬទេគាត់ហាត់ប្រាណបានទៀងទាត់ដែរឬទេសម្រាកបានទៀងទាត់ឬទេសុខភាពផ្លូវចិត្តគាត់មិនតែបើសិនជាចំណុចទាំង1 2 3 4 5ហ្នឹងអត់ទាន់បានដោះទេចង់មិនចង់រដូវរបស់គាត់នៅតែមិនទៀងដដែលតែផ្ទុយទៅវិញបើសិនជាគាត់ព្យាយាមបកទៅគិតថាសំណាងហើយដែលរដូវមិនទៀងធ្វើឲ្យខ្ញុំដឹងថាសុខភាពខ្ញុំមិនល្អទេតែសរីរាង្គផ្សេងហ្នឹងគ្មានឱកាសនៅក្នុងការស្រែកប្រាប់ថាខ្ញុំខូចឥឡូវណាខ្ញុំអត់ស្រួលទេដោយសារតែអ្នកឯងអត់បានហាត់ប្រាណអ្នកឯងអត់បានគេងអញ្ចឹងហើយចង់ឲ្យគាត់ផ្ដោតទៅលើការថែទាំសុខភាពប្រចាំថ្ងៃគេឲ្យបានគ្រប់គ្រាន់បរិភោគឲ្យបានត្រឹមត្រូវបន្ថយសារធាតុគីមីហាត់ប្រាណឲ្យបានទៀងទាត់នេះខ្ញុំជឿថារដូវរបស់គាត់នឹងត្រឡប់មកធម្មតាវិញតែផ្ទុយទៅវិញបើសិនជាគាត់ចង់បានកូនគាត់ចាប់ផ្ដើមមានបញ្ហារដូវច្រើនអានឹងទាមទារឲ្យគាត់ទទួលការប្រឹក្សាជាមួយគ្រូពេទ្យដើម្បីឲ្យដឹងថាខ្ញុំមានបញ្ហា1 2 3ហើយខ្ញុំចង់បានកូនយូរហើយតែនៅតែអត់មានអញ្ចឹងឈានទៅដល់ការព្យាបាលហើយចា៎